រដ្ឋ Nordic វិនិយោគរាប់លាននៅក្នុងផ្លូវរថភ្លើងសង្គាមប្រព័ន្ធផ្សព្វផ្សាយ Fanlong ត្រូវបានគេរាយការណ៍ថាបានកំណត់ថវិកាសម្រាប់រៀបចំផែនការដំណភ្ជាប់ដែលនឹងអនុញ្ញាតឲ្យមានចលនានៃផ្នែករឿងរបស់អង្គការ NATO ពីស៊ុយអែតនិងន័រវេសរដ្ឋ Nordic វិនិយោគរាប់លាននៅក្នុងផ្លូវរថភ្លើងសង្គាមប្រព័ន្ធផ្សព្វផ្សាយឯកសាររូបថតសមាជិកនៃក្រុមកាំភ្លើងធំចម្រុះជាតិសាសន៍ឈរដោយប្រព័ន្ធរ៉ុកែតចល័ត MOLS 270 ក្នុងអំឡុងពេលសម្យុទ្ធរន្ទះបាញ់របស់ NATO នៅថ្ងៃទី20 ខែវិច្ឆិកាឆ្នាំ2024នៅជិតហេនឺប្រទេស Fanlong លៀន នីល បូរូបភាព Getty Fanlong បានត្រៀមថវិកាចំនួន20លានអឺរ៉ូសម្រាប់ការរៀបចំផែនការខ្សែភ្លើងថ្មីដែលភ្ជាប់ប្រទេស Nordic ជាមួយប្រទេសជិតខាងស៊ុយអែតនិងន័រវេសដែលនឹងជួយសម្រួលដល់ចលនាឧបករណ៍យោធារបស់អង្គការ NATO នៅក្នុងព្រឹត្តិការណ៍នៃសង្គ្រាមនេះបើយោងតាមកាសែត Iltalehti ទីក្រុង Helsinki បានបោះបង់ចោលគោលនយោបាយអព្យាក្រឹតភាពយូរអង្វែងរបស់ខ្លួនហើយបានចូលរួមជាមួយភ្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងខែមេសាឆ្នាំ2023ដោយលើកឡើងពីការព្រួយបារម្ភផ្នែកសន្តិសុខជុំវិញជម្លោះអ៊ុយក្រែនប្រទេសស៊ុយអែតបានធ្វើតាមនៅឆ្នាំ2024ដោយលើកឡើងពីហេតុផលដូចគ្នាជាការឆ្លើយតបទីក្រុងម៉ូស្គូបានបដិញ្ញាពង្រឹងជំហរការពារខ្លួននៅភាគពាយព្យរុស្ស៊ីនៅក្នុងអត្ថបទកាលពីថ្ងៃពុធ Iltalehti ដែលដកស្រង់ប្រភពរដ្ឋាភិបាលអាណាមិកបានអះអាងថាគម្រោងផ្លូវដែកកំពុងដំណើរការនៅពេលនេះដែលរដ្ឋាភិបាល Fanlong បានកំណត់ថវិកាសម្រាប់ផែនការរបស់ខ្លួនយោងតាមការបោះពុម្ពការចំណាយលើការងារទាំងមូលទំនងជានឹងកើនឡើងដល់រាប់ពាន់លានអឺរ៉ូជាមួយនឹងការងារសំណង់ជាក់ស្ដែងត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅបានល្អក្នុងទសវត្សរ៍ឆ្នាំ2030អត្ថបទនេះបានអះអាងបន្ថែមទៀតថារដ្ឋាភិបាល Fanlong សង្ឃឹមថានឹងទទួលបានមូលនិធិពីសហភាពអឺរ៉ុបសម្រាប់គម្រោងនេះរុស្ស៊ីអាចវាយប្រហារក្នុងរយៈពេល2-3ឆ្នាំរដ្ឋ NATO អានបន្តរុស្ស៊ីអាចវាយប្រហារក្នុងរយៈពេល2-3ឆ្នាំរដ្ឋ NATOដោយពន្យល់ពីតម្រូវការសម្រាប់គម្រោងផ្លូវដែកនៅក្នុងបទសម្ភាសន៍មួយទៅកាន់ Iltalehti កាលពីខែវិច្ឆិការដ្ឋមន្ត្រីដឹកជញ្ជូននិងទំនាក់ទំនងរបស់ប្រទេស Fanlong Lolo Renen បានលើកឡើងពីការគំរាមកំហែងរបស់រុស្ស៊ីលោកស្រីបានសង្កត់ធ្ងន់នៅពេលនោះថារថគ្រោះនិងកាណុងត្រូវតែអាចផ្លាស់ទីបានក្នុងស្ថានភាពណាមួយយោងតាមការធ្វើបច្ចុប្បន្នភាពគោលនយោបាយរបស់អង្គការ NATO ដែលបានចេញផ្សាយកាលពីខែមុនភ្លុកនេះកំពុងបន្តបញ្ចូលសមាជិកថ្មីបំផុតរបស់ខ្លួន Fanlong និងស៊ុយអែតទៅក្នុងផែនការកងកម្លាំងនិងរចនាសម្ព័ន្ធបញ្ជារួមទាំងដោយការអភិវឌ្ឍវត្តមាននៅក្នុងប្រទេស Fanlong កាលពីដើមសប្តាហ៍នេះអ្នកនាំពាក្យវិមានក្រមឡាំងលោក Dmitry Peskov បាននិយាយថាជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធយោធារបស់អង្គការ NATO បាននឹងកំពុងលេចចេញជាបណ្ដានៅលើទឹកដី Fanlong ក្នុងប៉ុន្មានឆ្នាំថ្មីនេះទីក្រុងមូស្គូកំពុងចាត់វិធានការកែមកសន្តិសុខរបស់ខ្លួនដែលយោធារបស់យើងយល់ថាចាំបាច់ថ្លែងទៅកាន់ Le Point ប្រចាំសប្តាហ៍របស់បារាំងលោកបានសង្កត់ធ្ងន់ថារុស្ស៊ីមិនដែលមានបញ្ហាអ្វីជាមួយ Fanlong ឬស៊ុយអែតដែលចូលរួមជាមួយអង្គការ NATO ហើយគ្មានចិត្តណែវាយប្រហារពួកគេប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានច្រានចោលការចោទប្រកាន់ថាទីក្រុងមូស្គូមានចិត្តណាឈ្លានពានណាមួយចំពោះប្រទេស NATO ដោយហៅពួកគេថាសំហេតុហុម្ផលដែលត្រូវបានបង្កើតឡើងដើម្បីជូនដំណឹងដល់អឺរ៉ុបខាងលិចនិងធ្វើឲ្យស្រុតបាប់ការកើនឡើងដ៏សំខាន់នៃថវិកាការពារជាតិ